ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website តារា SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boost view ទៅលើ Telegram អ្នកនរគ្នាការផុសនៅក្នុង channel Telegram គឺការផុសនៅក្នុង channel ខ្ញុំនឹងធ្វើការ boost view វាឲ្យឡើងឥឡូវនេះយើងចាប់ដើមធ្វើការ boost ទាំងអស់គ្នាជាដំបូងគឺតម្រូវអ្នកនរគ្នាមាន link របស់ផុសហ្នឹងហើយយើងយកទៅផាសជាមួយ website របស់យើងគឺរួចជាការស្រាញ់អ្នកនរគ្នាឥឡូវនេះខ្ញុំសូមធ្វើការ copy link តែម្ដងដើម្បីឲ្យ copy link បានជាដំបូងគឺយើងចុចកន្លែងប៊ូតុង share ហ្នឹងមកហើយបន្តទៀតនេះយើងយកពាក្យថា copy link ខាងក្រោមនេះអ្នកនរគ្នាឥឡូវខ្ញុំសូមធ្វើការចុច copy link ឥឡូវនេះខ្ញុំបានធ្វើការ copy link រួចរាល់ហើយឥឡូវបន្តទៀតយើងចូលទៅកាន់ website របស់យើងតែម្ដងគឺជា website តារា SMM ជាដំបូងមុននឹងយើងអាចចូលទៅកាន់ website តារា SMM បានជាដំបូងគឺតម្រូវបងប្អូនអរគ្នាមាន web browser ណាមួយក៏បានដែរនៅលើទូរស័ព្ទដៃរបស់ពុកម៉ែបងប្អូនអរគ្នាដែលអាចធ្វើការ open search ចូលទៅកាន់ website តារា SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម Google Chrome ហើយបន្តទៀតយើង search website របស់យើងមកគឺជា website តារា SMM ហ្នឹងអ្នកនរគ្នាយើង search ថាតារា SMM មកអូខេអ្នកនរគ្នា website តារា SMM គឺនៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសលើវាតែម្ដងអូខេអ្នកគ្នាហើយនេះគឺជា dashboard របស់ website តារា SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់ពុកម៉ែបងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលទៅកាន់ website ខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនអរគ្នាអាចចូលទស្សនាពីរបៀបដាក់លុយក៏ដូចជាពីរបៀប login ចូល website ជាដើមឥឡូវមកខាត់ពេលវេលាយូរយើងចាប់ផ្ដើមធ្វើការ boost ទាំងអស់គ្នាដោយជាដំបូងយើងក៏លេខមកកាន់ dashboard របស់យើងមកបងប្អូនអរគ្នានឹងឃើញមាន shortcut ជាច្រើនដូចជា Facebook YouTube TikTok Telegram អញ្ចឹងទៅប៉ុន្តែនៅក្នុងវីដេអូនេះយើងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបដាក់ view ទៅលើ channel របស់ Telegram អញ្ចឹងយើងចុចលើ logo របស់ Telegram មកហើយបន្តទៀតអ្នកគ្នា scroll ដល់ខាងក្រោមបន្តិចកន្លែង category គឺជាប្រភេទរបស់វាដែលយើងចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Telegram ដែលបងប្អូនអរគ្នាកំពុងតែមានតម្រូវការលើគឺបងប្អូនអរគ្នាអាចចុចធ្វើការជ្រើសរើសបានហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពី Telegram view អញ្ចឹងយើងរកពាក្យថា Telegram post view មកអ្នកនរគ្នាហើយសម្រាប់ website តារា SMM របស់យើងការ boost view post ហ្នឹងគឺវាមាន5ជំរើសបងប្អូនអរគ្នាជ្រើសរើសទី1គឺការ post view single post ហ្នឹងគឺវាតាក់ទងទៅនឹងយើង copy link តាមមួយ post ហ្នឹងគឺយើងដាក់បានតែមួយ post ហ្នឹងទេអ្នកនរគ្នាគឺយើងដាក់បានតែមួយ view ហ្នឹងទេហើយចំណែកទី2គឺ Telegram view last post ហ្នឹងគឺវាតាក់ទងទៅនឹងក្នុង channel របស់យើងនៅពេលដែលយើង post ហ្នឹងគឺជា post ចុងក្រោយបង្អស់ដែលយើងអាចដាក់បាន last post ហ្នឹងគឺវាអញ្ចឹងអ្នកនរគ្នា last post ហ្នឹងគឺនៅពេលដែលអ្នកនរគ្នា post អីចុងក្រោយគេឬក៏ទើបនឹង post ហ្នឹងវានឹងធ្វើការដំណើរការចូលខាងក្រោមគេហ្នឹងអ្នកនរគ្នា Telegram post view start critic post view start critic comment base សេវាកម្មហ្នឹងវាមិនថែមទាំង boost view ទេអ្នកនរគ្នាគឺវាបានទាំងស្ថិតិបូកជាមួយនឹងប្រភពពីក្រៅប្រទេសអ្នកនរគ្នាហើយចំណែកទី4គឺការ post view real និង from search គឺវាតាក់ទងទៅនឹងនៅពេលដែលអ្នកនរគ្នា search រកវាគឺវានឹងធ្វើការដំណើរការ view ឲ្យតែម្ដងអ្នកនរគ្នាវានឹងឡើង view ឲ្យតែម្ដងវាប្រភេទបែបហ្នឹងអ្នកនរគ្នានៅពេលដែលយើង search រកទៅវានឹងចាញ់មកហ្មងតាក់ទងនឹង view ដែលយើង boost search អ្នកនរគ្នាហើយទី5គឺតាក់ទងទៅនឹង Telegram post view auto ទាំងថ្មីទាំងចាស់អ្នកនរគ្នាឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើស Telegram post single post ទេអ្នកនរគ្នាខ្ញុំសូមធ្វើការយក Telegram post view single post នេះហើយបន្តទៀតអ្នកនរគ្នារកកន្លែង service វានឹងមកបងប្អូនអរគ្នានឹងឃើញមានជាច្រើនសេវាកម្មអ្នកនរគ្នាហើយកន្លែងសេវាកម្មហ្នឹងគឺវាមានច្រើនមែនទែនឲ្យពុកម៉ែបងប្អូនអរគ្នាជ្រើសរើសពុកម៉ែបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មណាគឺពុកម៉ែបងប្អូនអរគ្នាអាចធ្វើការជ្រើសរើសបានឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មណាមួយដើម្បីធ្វើការបង្ហាញបងប្អូនអរគ្នាឥឡូវខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មខាងលើគេតែម្ដងដែលគេនិយាយថា Telegram post views stable ក្នុង1k គឺតម្លៃត្រឹមតែ 0.009 អ្នកនរគ្នាតម្លៃគឺមិនដល់1សេនមកអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមចុចធ្វើការជ្រើសរើសសេវាកម្មនេះតែម្ដងហើយបន្តមកទៀត link គឺជា link Telegram ដែលខ្ញុំបានធ្វើការ copy link ពីខាងដើមវីដេអូអញ្ចឹងចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងហើយបន្តមកទៀតមកកន្លែង quantity គឺជាចំនួនដែលយើងត្រូវធ្វើការបញ្ជាទិញហ្នឹងអ្នកនរគ្នាឥឡូវនេះខ្ញុំសូមធ្វើការដាក់ចំនួន 1000 ហើយ 1000 គឺយើងអស់លុយត្រឹមតែ
ហើយ1000អស់លុយត្រឹមតែ 0.009 ទេអ្នកគ្នាគឺធូរថ្លៃមែនទែនបន្ទាប់ពីខ្ញុំបានធ្វើការបំពេញខាងលើរួចរាល់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យវានឹងចេញតម្រងបែបនេះហើយនេះគឺជាវិក័យប័ណ្ណនៅពេលដែលយើងបានធ្វើការបញ្ជាទិញជោគជ័យដែលគេទុកឲ្យយើងសម្រាប់ត្រួតពិនិត្យមើលអ្នកគ្នាដូចជាលេខ ID service link អីចឹងទៅអ្នកគ្នាអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកគ្នាក៏អាចមើលវីដេអូនេះសាំងឡើងវិញបានអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ